សុស្ដីបងប្អូនទាំងអស់គ្នាចាដោយសារតែខាងអាមេរិកគាត់ដាក់ពន្ធយកថ្លៃខ្លាំងទៅលើប្រទេសចិនណាអញ្ចឹងអីវ៉ាន់នៅប្រទេសចិនស្ទើរតែគ្រប់មុខគឺនៅពេញឃ្លាំងទាំងអស់ធ្លាប់តែកើមួយជាន់ពីរជាន់ហើយឡើង7ជាន់ណាបងប្អូនគឺអីវ៉ាន់គ្រប់មុខគឺច្រើនមែនតែនហើយអាខ្លះដែលគេអាចដូចថាទប់ទល់នឹងពន្ធបានគេបញ្ជូនទៅអាគប់ទប់ទល់នឹងពន្ធបានគេបោះចោលអញ្ចឹងហើយឬក៏បញ្ជូនទៅប្រទេសផ្សេងចាហើយអូនិយាយទៅរបស់ខាងចិនគឺនាំទៅអាមេរិកច្រើនណាស់បងប្អូនអើយចង់90-80%ហើយសិតរបស់ចិនទាំងអស់ដល់ពេលគេតម្លើងពន្ធអញ្ចឹងអាវ៉ាន់គាត់យកទៅអត់ចេញអត់រួចទេព្រោះគាត់លក់ថោកហើយក៏បាននាំមកប្រទេសកូរ៉េចានាំមកប្រទេសកូរ៉េគេមានសហការគ្នាអញ្ចឹងទៅមនុស្សដែរដូចថាមិនសូវនេះណាបងប្អូនអ្នករស់ស៊ីខុសច្បាប់ក៏យកមកប្រទេសកូរ៉េយកមកបន្លែងចាបិទឡាបេថាធ្វើនៅប្រទេសនៅប្រទេសកូរ៉េខាងត្បូងចាគាត់បកអីចាញ់ដាក់ឡាបែលថ្មីដាក់ថ្នាក់ឈ្មោះកូរ៉េអីចឹងទៅហើយក៏បានបញ្ជូនទៅលក់នៅសហរដ្ឋអាមេរិកហើយត្រូវគេចាប់បានអញ្ចឹងវានៅប្រទេសកូរ៉េ22កន្លែងឯងលក់បានរាប់រយអុកបងប្អូនចាអញ្ចឹងគេត្រូវចាប់បានគេនឹងស៊ើបអង្កេតបន្តទៀតគឺមានរបស់របរច្រើនណាដែលយកមកคล้ายយកបញ្ជូនទៅនៅខាងអាមេរិកចាហើយគេមើលទៅតាមកាមេរ៉ាសុវត្ថិភាពដែលនាំចូលក្នុងប្រទេសកូរ៉េគេមើលតាំងពីនិយាយទៅគេអត់ដែរប៉ុន្តែនៅតែមានមនុស្សខលខូចចាហើយនៅប្រទេសកូរ៉េឥឡូវចាអត់សូវមើងម៉ាត់ដូចមុនទេសេដ្ឋកិច្ចធ្លាក់វិស័យដូចថាសុខុមាលភាពក៏យើងធ្លាក់អញ្ចឹងបានគេថាគេហៅថាវិបត្តិនយោបាយវាធ្ងន់ធ្ងរអ្វីក៏ធ្លាក់ចុះគ្រប់វិស័យទាំងអស់បងប្អូនសូម្បីតែគ្រឿងញៀនក៏កើនមនុស្សលួចអីចឹងទៅក៏មានដែរឥឡូវនៅប្រទេសកូរ៉េមានគ្រប់រូបភាពសូម្បីតែថ្ងៃមុនឃើញនៅកន្លែងរថភ្លើងខ្ញុំមិនដែរឃើញទេតែម្ដងនឹងឃើញគេលួចកាបូបលុយពីក្នុងកាបូបគេចឹងណាចាគេថាដូចឆ្នាំ1980កាលពីឆ្នាំ1980ជាងហ្នឹងគឺសបោមនុស្សលួចកញ្ឆក់អីតាមកាបូបតាមអីចឹងណាលួចទូរស័ព្ទទូអីតែមកដល់បច្ចុប្បន្នគឺល្អច្រើនអភិវឌ្ឍច្រើនប្រជាជនកូរ៉េជាច្រើនមានការព្រួយបារម្ភថាប្រទេសកូរ៉េមានភាពធ្លាក់ចុះចាគ្រប់វិស័យទៅថ្ងៃមុខចាសូមអរគុណនិងជម្រាបលា